អញ្ញាធូនឹងជំរុញឲ្យអ្នកលក់ដូរបន្លែផ្លែឈើលើចិញ្ចើមផ្លូវតំបន់ជុំវិញផ្សារដំគោចាស់នៅថ្ងៃទី18 ខែមករាខាងមុខនេះនៅថ្ងៃទី18 ខែមករាខាងមុខនេះរដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្ដើមអនុវត្តវិធានការដោយជំរុញឲ្យអ្នកលក់ដូរបន្លែផ្លែឈើដែលគ្មានសណ្ដាប់ធ្នាប់លើដងផ្លូវលើចិញ្ចើមផ្លូវមហាវិថីម៉ៃស៊ីតុងមហាវិថីព្រះមនីរ៉េតនិងផ្លូវនានានៅតំបន់ជុំវិញផ្សារដំគោចាស់ខណ្ឌទូគោកខណ្ឌបឹងកេងកងឲ្យទៅលក់ដូរនៅទីតាំងផ្សារដំគោថ្មីស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នេះក្នុងខណ្ឌព្រែកភ្នៅគឺមិនអនុញ្ញាតឲ្យអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់លើដងផ្លូវនិងលើចិញ្ចើមផ្លូវនេះតទៅទៀតទេក្នុងកិច្ចប្រជុំសាមញ្ញលើកទី20របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី4នៅព្រឹកថ្ងៃទី13 ខែមករានេះលោកគូមស្រេងអភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថាអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់លើដងផ្លូវលើចិញ្ចើមផ្លូវមហាវិថីម៉ៅស៊ីតុងមហាវិថីព្រះមនីរ៉េតនិងផ្លូវនានានៅតំបន់ជុំវិញផ្សារដំគោមានចំនួន700អាជីវកម្មហើយចាប់ពីថ្ងៃទី18 ខែមករាខាងមុខនេះតទៅពួកគាត់មិនត្រូវបានអនុញ្ញាតឲ្យលក់ដូរបន្តទៀតទេពួកគាត់ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញរៀបចំឲ្យទៅលក់ដូរនៅទីតាំងផ្សារដំគោថ្មីស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នេះក្នុងខណ្ឌព្រែកភ្នៅរដ្ឋបាលរាជធានីភ្នំពេញនឹងយកទ្រង់នឹងចិញ្ចើមផ្លូវទាំងនេះមកជួសជុលថែទាំដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរធម្មតាឡើងវិញនៅពេលសួរថាចុះកន្លងមកហេតុអ្វីរដ្ឋបាលរាជធានីមិនអនុវត្តវិធានការបែបនេះលោកខួងស្រេងបញ្ជាក់យ៉ាងដូចនេះថាដោយសារពីមុនយើងមិនទាន់មានទីតាំងសម្រាប់ពួកគាត់លក់ដូរតែពេលនេះយើងមានទីតាំងសម្រាប់ពួកគាត់ហើយទើបយើងឲ្យពួកគាត់ចាក់ចែងពីទ្រង់ផ្លូវនឹងចិញ្ចើមផ្លូវទាំងនេះចំពោះបងប្អូនដែលផ្លាស់ទីតាំងថ្មីនេះបងប្អូននឹងមានទីតាំងលក់ដូរត្រឹមត្រូវថ្ងៃអនាគតរួមទាំងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតផងគួរឲ្យដឹងថាអ្នកលក់ដូរបន្លែផ្លែឈើគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវនិងលើចិញ្ចើមផ្លូវនៃមហាវិថីម៉ៅស៊ីតុងមហាវិថីព្រះមនីរ៉េតនិងផ្លូវនានានៅតំបន់ជុំវិញផ្សារដំគោនឹងត្រូវផ្លាស់ប្ដូរទីតាំងថ្មីទៅផ្សារដំគោថ្មីស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នេះក្នុងខណ្ឌព្រែកភ្នៅហើយចំពោះដំណឹងកន្លងមកផ្សព្វផ្សាយព័ត៌មានថាផ្សារដំគោចាស់ត្រូវផ្លាស់ប្ដូរទីតាំងថ្មីគឺជាព័ត៌មានមិនពិតនោះទេ